សូមជម្រាបសួរលោកគ្រូទេនិងជម្រាបសួរលោកគ្រូមិត្តរួមថ្នាក់ទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមធ្វើសង្ខេបតកតងទៅនឹងមេរៀនទី5គឺការវិតម្លៃនៅក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងតកតងទៅនឹងការវិតម្លៃអ្វីទៅជាការវិតម្លៃគឺជាការប្រមូលភស្តុតាងនៃការសិក្សារបស់សិស្សដែលមានការផ្ដល់មតិកែលម្អត្រឡប់ទៅវិញទៅដល់កូនសិស្សនិងការកែសម្រួលនៅយុទ្ធសាស្ត្រក្នុងការបង្រៀនដើម្បីលើកកម្ពស់នៅលទ្ធផលសិក្សាចឹងតើតើនឹងការវិតម្លៃតាមដំណាក់កាលគឺគេមានវត្តនៃការវិតម្លៃដោយដំណើរការនៃការវិតម្លៃតាមដំណាក់កាលនេះគឺការផ្ដល់មតិត្រឡប់ទៅកាន់កូនសិស្សវិញភ្លាមដោយមិនដោយពន្យាពេលឬក៏ដោយពេលច្បាស់លាស់ណាមួយមានន័យថានៅពេលដែលយើងផ្ដល់មតិតកតងទៅនឹងកូនសិស្សគឺយើងអាចផ្ដល់មតិភ្លាមឬក៏ចំណុចខ្លះយើងត្រូវពន្យាពេលក្នុងការគិតប៉ុន្តែតកតងទៅនឹងការផ្ដល់មតិទៅកាន់កូនសិស្សនេះសូមឲ្យមានភាពច្បាស់លាស់ទាំងការទទួលព័ត៌មានពីគាត់ទាំងការផ្ដល់ព័ត៌មានទៅគាត់វិញមួយទៀតគឺការកែលម្អការបង្រៀនដោយការបង្រៀនរបស់យើងគឺនិយាយទៅមិនមានអ្នកណាមួយ perfect ទាំងអស់ទេគឺមានអ្នកល្អមានអ្នកបង្គួរឬក៏មានអ្នកមធ្យមអ្នកខ្សោយអញ្ចឹងទៅអញ្ចឹងការបង្រៀនរបស់យើងម្នាក់តែងតែខុសគ្នាអញ្ចឹងយើងត្រូវមានការកែលម្អទៅតាមជំហានបន្ទាប់ដោយមានការចូលរួមពីសកម្មភាពសិស្សនិងសកម្មភាពខ្លួនឯងផ្ទាល់មួយទៀតគឺការប្រមូលភស្តុតាងនៃការសិក្សាអញ្ចឹងនៅក្នុងម៉ោងសិក្សាយើងអាចប្រមូលភស្តុតាងបានតាមរយៈការសួរសំណួរមិនផ្លូវការសួរសំណួរផ្សេងឬក៏ការដាក់លំហាត់ឲ្យកូនសិស្សបែបជារចនាសម្ព័ន្ធឬក៏ស្វ័យនៅក្នុងការវិតម្លៃរបស់សិស្សចំណុចមួយទៀតគឺការវិតម្លៃភស្តុតាងដោយមានការបកស្រាយទៅលើភស្តុតាងដែលយើងបានប្រមូលនឹងដោយមិនមានភាពលំអៀងឡើយទៅកាន់កូនសិស្សណាម្នាក់ចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់កាលអញ្ចឹងវាមានភស្តុតាងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមដែលពាក់ព័ន្ធមតិកែលម្អហើយធ្វើនៅពេលណាការកែលម្អការបង្រៀនជំរឿននៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សទូនាទីស្វ័យសិក្សានិងវិតម្លៃរបស់សិស្សការលើកទឹកចិត្តគុណលក្ខណៈសម្រាប់ភាពជោគជ័យបាទអានេះគឺតកតងទៅនឹងចរិតលក្ខណៈនៃការវិតម្លៃមួយទៀតប្រភេទនៃការវិតម្លៃតាមដំណាក់កាលប្រភេទនៃការវិតម្លៃតាមដំណាក់កាលគឺវាចេញពីការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលដោយផ្អែកទៅលើការបញ្ចប់វគ្គអញ្ចឹងតកតងទៅនឹងចំណុចនេះដែរគឺយើងអាចធ្វើការវិតម្លៃនៅក្នុងម៉ោងសិក្សាភ្លាមដោយមានការគ្រោងទុកឬក៏យើងអាចវិតម្លៃបន្ទាប់ពីយើងបញ្ចប់វគ្គសិក្សាលក្ខណៈជាត្រីមាសឬក៏ឆមាសអញ្ចឹងទៅនៅក្នុងថ្នាក់ទូទៅឬក៏ជាលក្ខណៈខ្នាតធំមានខ្នាតធំហ្នឹងគឺអាចទូទាំងសាលាអញ្ចឹងទៅដល់ក្នុងថ្នាក់អាចតែថ្នាក់យើងឬទូទៅអាចនឹងមានថ្នាក់កម្រិតស្មើយើងនឹងដែរមានន័យថាបើកម្រិតថ្នាក់ទី1គឺទី1ដូចគ្នានៅក្នុងការវិតម្លៃតាមដំណាក់កាលគឺយើងត្រូវគិតទៅដល់ការវិតម្លៃពីរប្រភេទគឺការវិតម្លៃនៅក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់កាលដែលផ្អែកទៅលើការបញ្ចប់នឹងជាងការវិតម្លៃនៅក្នុងម៉ោងសិក្សាគឺមានពីរប្រភេទគឺភ្លាមនិងបានគ្រោងទុកការវិតម្លៃនៅក្នុងម៉ោងសិក្សាភ្លាមគឺកើតឡើងនៅពេលដែលយើងបង្រៀនសិស្សដែលមានការធ្វើអន្តរកម្មរវាងគ្រូនិងសិស្សដោយប្រើសំណួរនៅក្នុងថ្នាក់ឬក៏បែបជាការពិភាក្សាក្រុមដើម្បីប្រមូលភស្តុតាងនៃការបង្រៀនឲ្យកើតជាពេលវេលាដែលអាចបង្រៀនបានប្រភេទនៃការ
វាតម្លៃក្នុងម៉ោងសិក្សាដែលមានគ្រោងទុកឲ្យពាក់ព័ន្ធទៅនឹងការប្រើប្រាស់សំណួរឬក៏ការរៀបចំកិច្ចការដែលត្រូវបានប្រើនៅក្នុងចំណុចជាក់លាក់នៅក្នុងការបង្រៀនចឹងការវាតម្លៃទាំងពីរប្រភេទនេះគឺវាមានការខុសគ្នាគឺការវាតម្លៃដែលប៉ះពាល់ទៅដល់ការសិក្សានិងសមិទ្ធផលរបស់សិស្សទៅតាមកម្រិតវាមានភាពច្បាស់លាស់នៅក្នុងការវាតម្លៃអំពីអត្ថប្រយោជន៍ឬក៏ផលវិជ្ជមានសម្រាប់ការវាតម្លៃរបស់យើងការប្រមូលភស្តុតាងសម្រាប់ការវាតម្លៃនៅក្នុងម៉ោងសិក្សាចឹងធាតុផ្សំនៅក្នុងដំណើរការនៃការបង្រៀនប្រកបទៅដោយប្រសិទ្ធភាពគឺជាការត្រួតពិនិត្យជាបន្តដោយគ្រូដើម្បីបញ្ជាក់ពីប្រតិកម្មរបស់សិស្សចំពោះការបង្រៀនមានន័យនៅក្នុងការបង្រៀនរបស់យើងគឺយើងចង់ឲ្យការបង្រៀននឹងប្រកបដោយប្រសិទ្ធភាពមានន័យថាយើងត្រូវការត្រួតពិនិត្យអ្វីដែលយើងបានបង្រៀនទាំងពីវិធីសាស្ត្រតិចនិចក្នុងការពន្យល់អីផ្សេងដើម្បីឲ្យការបង្រៀនរបស់យើងនឹងមានការបញ្ជាក់អំពីសមិទ្ធកម្មរបស់សិស្សបានភ្លាមមានន័យគាត់ទទួលបានកម្រិតយល់ដឹងអំពីខ្លឹមសារមេរៀននឹងបានកម្រិតណាដោយការសួរសំណួរនិងការអង្កេតរបស់គ្រូបាទចំណុចនេះគឺនិយាយអំពីការអង្កេតគឺយើងអាចមើលពីលក្ខណៈធម្មជាតិនៃការចូលរួមរបស់សិស្សមើលអំពីបំណិនអន្តរបុគ្គលមានការទំនាក់ទំនងរវាងបុគ្គលនៅក្នុងការសិក្សារបស់សិស្សនឹងលក្ខណៈជាក្រុមតើគាត់មានទំនាក់ទំនងគ្នាបែបម៉េចមានន័យថាពីសិស្សកទៅសិស្សខហ្នឹងតើគាត់មានការប្រស្រ័យតាក់ទងគ្នាអត់មើលពីភាពត្រឹមត្រូវនៃចម្លើយកូនសិស្សក្នុងពេលធ្វើសំណួរអញ្ចឹងយើងត្រូវមើលចម្លើយកូនសិស្សដែលបានធ្វើនឹងតើវាត្រឹមត្រូវសមស្របទៅនឹងសមត្ថភាពរបស់គាត់អត់ដោយមិនមានការមើលពីមិត្តភ័ក្តិដើម្បីទទួលបានពិន្ទុច្រើនឬក៏ចម្លើយដែលត្រឹមត្រូវនោះទេមួយទៀតគឺមើលអំពីបំណិននៃការប្រើប្រាស់ភាសាវាក្យសព្ទដែលសិស្សប្រើបានក្នុងការបញ្ចេញគំនិតអញ្ចឹងយើងអាចមើលបានបំណិនមានការគិតរបស់គាត់នៅពេលដែលយើងសួរសំណួរឬក៏យើងនិយាយតើគាត់អាចយល់នៅកម្រិតណាដែលយើងប្រើភាសានៅក្នុងការសួរទៅគាត់អាចបញ្ចេញគំនិតបែបណានៅពេលដែលគាត់ឆ្លើយមកកាន់យើងវិញមើលថាតើគ្រូគួរតែផ្ដល់ឧទាហរណ៍បែបណាឲ្យសិស្សទៀងទាត់ឬអត់មើលថាតើគ្រូហៅសិស្សឆ្លើយសំណួរទាំងអស់បានគ្រប់គ្នាអត់មើលពីកម្រិតនៃការចាប់អារម្មណ៍របស់សិស្សមើលពីកម្រិតនៃការយល់ដឹងរបស់សិស្សដែលបង្ហាញតាមរយៈការឆ្លើយសំណួររបស់ពួកគាត់មើលអំពីអត្តចរិតចិត្តរំភើបរបស់សិស្សតាមរយៈការឆ្លើយសំណួររបស់គាត់ដោយផ្ដើមដោយបញ្ចេញនូវអារម្មណ៍និងការប្រកបដោយអត្ថប្រយោជន៍វិជ្ជមានឬក៏អវិជ្ជមានរបស់សិស្សចឹងគ្រូបង្រៀនអាចពឹងផ្អែកទៅលើការសង្កេតយ៉ាងខ្លាំងទាក់ទងទៅនឹងកាយវិការបង្ហាញទឹកមុខឬក៏ទំនាក់ទំនងផ្នែកណាមួយនៃសិស្សក្នុងការអង្កេតដ៏ត្រឹមត្រូវសកម្មភាពទាំងនេះយើងអាចហៅថាជាពាក្យសម្ដីឬក៏ជាភាសាដែលត្រូវប្រើក្នុងការទំនាក់ទំនងគ្នារវាងសិស្សនិងសិស្សចំណុចមួយទៀតគឺទាក់ទងនឹងការសួរសំណួរមានគ្រូអាចពឹងផ្អែកយ៉ាងខ្លាំងទៅលើការឆ្លើយរបស់សិស្សមានការឆ្លើយសំណួររបស់សិស្សនៅក្នុងពេលបង្រៀនដើម្បីដឹងថាសិស្សយល់អ្វីដែលត្រូវបង្ហាញឬក៏អាចអនុវត្តជំនាញចំគោលដៅអត់បន្ទាប់ពីយើងបានរៀនពួកគាត់ហើយគ្រូអាចចំណាយពេលរហូតទៅដល់1
ភាគ3នៃពេលវេលាបង្រៀនដើម្បីឲ្យសួរសំណួរទៅកាន់កូនសិស្សឲ្យពួកគាត់ពិភាក្សាក្រុមឬក៏គិតជាបុគ្គលដើម្បីសម្រាប់ចម្លើយជាក់លាក់ណាមួយដែលយើងប្រើសំណួរច្បាស់ចំងាយយល់ក្នុងការឆ្លើយសំណួរដែលអាចជាសំណួរគូផ្គងសំណួរបំពេញល្បះឬសំណួរបិទសំណួរបើកក៏សំណួរដែលយើងសរសេរខុសត្រូវអីជាដើមបន្ទាប់ពីយើងសួរសំណួរហើយគឺយើងអាចផ្ដល់ជាមតិកែលម្អប្រកបទៅដោយប្រសិទ្ធភាពគឺជាវិធីសាស្ត្រមួយដែលយើងជាគ្រូបង្រៀននេះប្រើក្នុងការប្រាប់ព័ត៌មានវាតម្លៃឲ្យត្រូវតាមអ្វីដែលយើងចង់កែលម្អសិស្សនឹងបន្ទាប់ពីពួកគាត់បង្ហាញអំពីចំណេះដឹងរបស់គាត់ដោយហេតុផលដោយតាមជំនាញដែលពួកគាត់បានអនុវត្តប្រភេទនៃការផ្ដល់មតិកែលម្អដោយការពិនិត្យមើលមានន័យយើងជូនដំណឹងទៅដល់សិស្សអំពីភាពត្រឹមត្រូវនៃចម្លើយរបស់ពួកគាត់ដោយទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់ពួកគាត់ដោយមិនមានព័ត៌មានបន្ថែមទទួលស្គាល់ចម្លើយមិនត្រឹមត្រូវហើយអនុវត្តឲ្យរៀនឡើងវិញមានន័យថានៅពេលដែលយើងទទួលបានចម្លើយត្រឹមត្រូវពីគាត់យើងអាចសរសើរគាត់ឬក៏លើកទឹកចិត្តគាត់ប៉ុន្តែទៅនឹងចម្លើយណាដែលមិនត្រឹមត្រូវយើងណែនាំគាត់ឲ្យមើលនៅចំណុចដែលខ្វះខាតរបស់គាត់ឡើងវិញអធិស្ឋានដោយសារខ្ញុំផ្ដាសាយអត់អាចនិយាយបានច្រើនទៀតទេ